បងប្អូនយើងបាទរ៉ូណាល់ដូគឺបរាជ័យបាទក្នុងការបាទទាត់បាល់បាទពេណាល់ទីបាទពីរដងបាទជាប់គ្នាអីបាទថ្ងៃមុនហ្នឹងគឺបាទបរាជ័យបាទក្នុងការបាទទាត់បាទនៅជម្រើសជាតិបងប្អូនយើងបាទហើយយប់មិញហ្នឹងក៏បរាជ័យមួយសាទៀតបាទក្នុងការបាទសុទ្ធបាទបាល់បាទពេណាល់ទីបាទប៉ុន្តែបាទយប់មិញបងប្អូនយើងបាទទោះបីជាបាទបរាជ័យបាទដោយការបាទសុទ្ធបាល់បាទពេណាល់ទីមែនបាទប៉ុន្តែរ៉ូណាល់ដូក៏បានបាទកសាងបាទនៅបាទភាពអស្ចារ្យបងប្អូនយើងបាទក្នុងវ័យបាទ40ឆ្នាំគឺថាបាទសុទ្ធបាល់ពីលើដំបូលទុកទៅបាទគឺថាបាទកោងបាទស្អាតមែនទែនបងប្អូនយើងបាទអញ្ចឹងគឺថាបាទពិតជាបាទមិនសរសើរមិនបានទេបាទសម្រាប់បាទ God បាទរ៉ូណាល់ដូបាទបើទោះបីជាយប់មិញហ្នឹងគឺថាបាទ set បាទសម្រាប់បាទការបរាជ័យបាទក្នុងការបាទសុទ្ធបាល់បាទពេណាល់ទីបាទប៉ុន្តែអត់បញ្ហាគឺបាទគុណគឺបាទលុបកំហុសហើយបងប្អូនយើងបាទព្រោះថាបាទបាល់ពេណាល់ទីបាទពេលខ្លះទៅក៏បាទយើងមិនចេះសុទ្ធចូលរហូតទេបងប្អូនយើងបាទបាទអញ្ចឹងណាបាទប៉ុន្តែឥឡូវគឺបាទអូខេបាទពូដូបាទអេមបងប្អូនយើងមកយំមិញបាទក្នុងជំនួបបាទដែលបាទ Al Nassr បាទឈ្នះបាទក្រុមបាទ Al Fateh បាទ5បាទទល់នឹង1បាទពូដូបាទនៅតែបង្ហាញបាទការលេងបាល់ល្អមែនទែនបងប្អូនយើងបាទអរគុណច្រើន